ប្រសិនបើយើងចង់សួរគេថាតើអ្នកចូលចិត្តអាកាសធាតុបែបណាដែរអញ្ចឹងភាសាអង់គ្លេសយើងអាចសួរថា What is your favorite kind of weather What is your favorite kind of weather អញ្ចឹងតើអ្នកចូលចិត្តធាតុអាកាសបែបណាដែរអញ្ចឹងណាយើងអាចឆ្លើយទៅ I like ហើយយើងដាក់ធាតុអាកាសដែលយើងចូលចិត្តទៅឧទាហរណ៍ថា I like cold ខ្ញុំចូលចិត្តត្រជាក់ I like warm ខ្ញុំចូលចិត្តក្តៅល្មម I like sunny ខ្ញុំចូលចិត្តពេលដែលវាបើកថ្ងៃអីចឹងទៅណាចូលចិត្តអីយើងដាក់តាមហ្នឹងទៅហើយបើសិនជាយើងចង់សួរសំណួរសួរគេថាតើអ្នកជាប្រភេទមនុស្សដូចម្តេចដែរតើអ្នកជាប្រភេទមនុស្សបែបណាដែរអញ្ចឹងយើងអាចសួរថា What kind of person are you What kind of person are you តើអ្នកជាប្រភេទមនុស្សបែបណាដែរអញ្ចឹងដល់ពេលឆ្លើយយើងឆ្លើយថា I am អូខេអញ្ចឹង I am kind friendly and hardworking ឧទាហរណ៍ខ្ញុំជាមនុស្សដែលមានចិត្តល្អរួសរាយរាក់ទាក់ហើយខិតខំប្រឹងប្រែងអូខេអញ្ចឹងនេះជារបៀបសួរនិងរបៀបឆ្លើយនៅសំណួរមួយចំនួនឧទាហរណ៍ថាបើសិនជាយើងចង់សួរគេថាតើអ្នកចូលចិត្តរាប់អានមិត្តភ័ក្តិថ្មីដែរទេអញ្ចឹងយើងអាចសួរថា Do you like making new friends Do you like making new friends តើអ្នកចូលចិត្តរាប់អានមិត្តភ័ក្តិថ្មីទេ Make new friends រាប់អានមិត្តភ័ក្តិបង្កើតមិត្តភ័ក្តិថ្មីណាអញ្ចឹងយើងឆ្លើយទៅ Yes I do No I don't សេតែយើងទេណាចូលចិត្តឬមិនចូលចិត្តអញ្ចឹងយើងអាចឆ្លើយតាមនឹងបានមានសំណួរច្រើនណាស់យើងដែលយើងអាចសួរឆ្លើយប្រចាំថ្ងៃបានណាយើងអាចរៀនសួររៀនឆ្លើយប្រចាំថ្ងៃបាននេះជាវីដេអូខ្លីទេហើយយើងមានសំណួរចម្លើយច្រើនទៀតណា That's it Thank you